ដំណាំត្រសក់ឬក៏ត្រសក់ចំណាគឺជាដំណាំមួយដែលពេញនិយមគឺបងប្អូនកសិករគឺគាត់ឧស្សាហ៍ដាំដុះហើយនឹងប្រមូលផលដើម្បីលក់ទៅកាន់ទីផ្សារដោយសារមានតម្រូវការច្រើននៅក្នុងការបរិភោគដំណាំត្រសក់នេះផងដែរអញ្ចឹងតើយើងត្រូវដឹងចំណុចអ្វីខ្លះដើម្បីឲ្យទិន្នផលរបស់ត្រសក់យើងគឺទទួលបានទិន្នផលខ្ពស់ចំណូលចូលទៅដល់គ្រួសារកសិករដាំដុះបានច្រើនគឺយើងត្រូវដឹងអំពីការជ្រើសរើសពូជគឺយើងមិនអាចទៅជ្រើសរើសពូជណាដែលវាអត់សុទ្ធវាលាយឡំឬក៏ពូជដែលមិនល្អមានការបំផ្លាញពីសត្វល្អិតឬជំងឺយកមកដាំទេកាលណាដែលយើងដាំពូជមិនសុទ្ធដាំពូជមិនល្អទិន្នផលក៏វាបានទាបទៅតាមនឹងដែរបន្ទាប់ពីនោះគឺយើងត្រូវជ្រើសរើសទីតាំងបងប្អូនត្រូវចាំថាដំណាំត្រសក់គឺមិនត្រូវការដាំនៅទីដែលលិចទឹកទីដែលទាបខ្លាំងទីដែលមានទំនាបហើយលិចទឹកដក់ទឹកទេគឺវានឹងធ្វើឲ្យដំណាំរបស់យើងរលួយឬរលួយមើមគឺមិនមានសុខភាពល្អទេឈានទៅដល់ការងាប់គឺมันអាចទប់ទល់នឹងការដក់ទឹកលិចទឹកបានយូរនោះទេគឺយើងត្រូវរើសដែលទីទួលសមល្មមដែលมันលិចទឹកនៅរដូវវស្សាទើបអាចដាំដំណាំនេះបានល្អហើយដំណាំត្រសក់នេះគឺយើងត្រូវការបណ្ដុះកូនទុកជាមុនសិនមុននឹងយើងដាក់ដាំបើកាលណាយើងអត់បានបណ្ដុះកូនទេយើងដាំយកតែម្ដងគឺវាអាចនឹងមិនល្អឬក៏វាអាចនឹងខាតពេលវេលាយើងព្រោះយើងអត់ដឹងថាតើកូនដំណាំណាមួយដុះកូនដំណាំណាមួយអត់ដុះទេតែបើយើងបណ្ដុះទៅយើងដាំទៅវាអាចអត្រាដុះវាមានច្រើនហើយយើងអត់ខាតពេលទេគឺវានឹងដុះដំណើរគ្នាបានល្អអញ្ចឹងបងប្អូនសូមតាមដានស្ដាប់អំពីបច្ចេកទេសដាំដំណាំត្រសក់ចំណាដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហើយបើសិនជាបងប្អូនមានចម្ងល់អីអាច comment សួរខាងក្រោមបានហើយនឹងចែករំលែកទៅកាន់កសិករផ្សេងៗដែលគាត់ដាំដំណាំនេះឲ្យគាត់បានសិក្សាស្វែងយល់ផងដែរអញ្ចឹងខ្ញុំសូមលើកទៅដល់ការរៀបចំដីដាំដុះគឺយើងត្រូវភ្ជួរដីជម្រៅ2ទឹកទៅ3ទឹកសិនហើយយើងភ្ជួរឲ្យបានម៉ត់ល្អទៅហើយយើងហាលដីនឹង10ទៅ15ថ្ងៃមុនដាំដើម្បីអីគឺដើម្បីកម្ចាត់សត្វល្អិតចង្រៃនិងជំងឺធ្វើឲ្យដីធូរខ្យល់ចេញចូលល្អឬដុះលូតលាស់ខ្លាំងហើយនឹងរក្សាសំណើមដីបានល្អបន្ទាប់ពីយើងរៀបចំដីយើងភ្ជួររាស់ដីអស់ហើយគឺយើងត្រូវការលើករងដាំតាមរដូវអញ្ចឹងបើសិនជាយើងដាំរងនឹងនៅរដូវវស្សាគឺយើងត្រូវតែលើកវាឲ្យខ្ពស់ជាខ្នងអណ្ដើកហើយបើយើងដាំរដូវប្រាំងគឺយើងទៀបរៀងដក់កណ្ដាលបន្តិចទទឹងគឺ1ម៉ែត្របណ្ដោយមិនឲ្យលើសពី25ម៉ែត្ររដូវវស្សាគឺកម្ពស់រង30សង់ទីម៉ែត្រទៅ50សង់ទីម៉ែត្រចន្លោះគុម្ព50សង់ទីម៉ែត្ររដូវវស្សាចន្លោះជួរ75សង់ទីម៉ែត្ររដូវប្រាំងចន្លោះជួរ50សង់ទីម៉ែត្របន្ទាប់មកគឺយើងត្រូវដាក់ជីទ្រាប់បាតអញ្ចឹងជីទ្រាប់បាតគឺយើងយកលាមកសត្វស្ងួតកាកសំណល់រុក្ខជាតិនិងជីកំប៉ុស្ត 1.3 គីឡូក្រាមក្នុង1ម៉ែត្រការ៉េធ្វើឲ្យដីធូរឬងាយដុះលូតលាស់ហើយយើងអាចដាក់ជីលាមកសត្វមិនទាន់ពុកផុយបង្កឲ្យកូនបន្លែរលួយអញ្ចឹងមានន័យថាបងប្អូនអត់ត្រូវប្រើជីលាមកសត្វដែលស្រស់ទេគឺយើងប្រើជីលាមកសត្វដែលស្ងួតបើសិនជាយើងប្រើស្រស់គឺវានឹងធ្វើឲ្យកូនបន្លែយើងរលួយអញ្ចឹងមុនដាំគឺយើងត្រូវការស្រោចទឹកលើរងឲ្យជោគដល់ក្នុងមុននឹងយើងគ្របផ្លាស្ទិកឬចំបើងដើម្បីអីគឺដើម្បីធ្វើឲ្យដីត្រជាក់កូនបន្លែងាយដុះលូតលាស់ហើយនឹងកាត់បន្ថយកូនបន្លែអន់ឬងាប់ក្រោយដាំអញ្ចឹងវាជាជំរឿបងប្អូនទេថាបងប្អូនចង់គ្របរងនឹងដោយផ្លាស្ទិកឬក៏គ្របដោយចំបើងអានឹងគឺជាជំរឿរបស់បងប្អូនហើយយើងគឺត្រូវធ្វើទ្រើងធ្វើអីឲ្យបានត្រឹមត្រូវយើងអាចធ្វើពីខ្សែអំបោះឬធ្វើពីកូនឈើហើយបកគោលទ្រើងហ្នឹងគឺត្រូវតែរឹងមាំកម្ពស់ពី 1.8 ទៅ 2 ម៉ែត្រហើយក៏យើងត្រូវការធ្វើរោងបណ្ដុះកូនដែររោងបណ្ដុះកូនហ្នឹងគឺយើងធ្វើតាមទំហំដែលយើងគិតថាយើងអាចមានផ្ទៃដីទូលំទូលាយដើម្បីធ្វើចំណុចសំខាន់នៅពេលដែលបងប្អូនបណ្ដុះកូនត្រសក់បានដុះល្អហើយគឺបងប្អូនត្រូវតែស្រោចទឹកឲ្យជោគពេលព្រឹកនិងថ្ងៃមិនគួរស្រោចទឹកនៅម៉ោង5ល្ងាច
ធ្វើឲ្យដីសើមនៅពេលយប់គ្រាប់សើមជ្រុលឬកូនត្រសក់សើមពេកវានាំឲ្យកូនត្រសក់ហ្នឹងរលួយបានចឹងបងប្អូនត្រូវប្រយ័ត្នប្រយែងចំណុចបន្តិចហ្នឹងគឺយើងត្រូវតែការពារដើម្បីឲ្យកូនត្រសក់យើងនឹងមានសុខភាពល្អនៅពេលដែលកូនត្រសក់អាយុបាន7ថ្ងៃមានស្លឹកពីរពេញលេញគឺយើងអាចដាំបានហើយអញ្ចឹងពង្រឹងកូនត្រសក់បន្ទាប់ពីដាំដុះ2ទៅ3ថ្ងៃគឺយើងត្រូវតែបើកដំបូលរោងដែលយើងបដុសគ្រាប់ហ្នឹងឲ្យត្រូវពន្លឺជៀសវាងពេលថ្ងៃត្រង់បន្ថយស្រោចទឹករហូតដល់ដាំអត្ថប្រយោជន៍នៃការពង្រឹងកូនហ្នឹងគឺយើងធ្វើដើម្បីឲ្យកូនត្រសក់ហ្នឹងរឹងមាំកូនត្រសក់ស៊ាំនឹងអាកាសធាតុខាងក្រៅហើយកុំឲ្យដាច់ឫសកាន់តែតិចពេលដកកូនយកទៅដាំគឺវាធ្វើឲ្យកូនត្រសក់យើងនឹងមិនអន់ស្រោចទឹកមុនពេលដាំ1ម៉ោងទៅ2ម៉ោងដាំកូនត្រសក់នៅពេលរសៀលស្រោចទឹកបញ្ចូលរងនៅពេលព្រឹកកាត់បន្ថយការភាយកម្ដៅពីរងដែលគ្របផ្លាស្ទិកនាំឲ្យកូនបន្លែងាប់តិចបំផុតដាំត្រសក់ត្រឹមដីកំណើតឆាប់ដុះលូតលាស់មិនរលាយគល់កូនចំពោះប្រព័ន្ធស្រោចស្រពដែលណែនាំគឺស្រោចស្រពដោយប្រើប្រព័ន្ធដំណក់ទឹកនៅពេលដែលយើងប្រើប្រាស់ប្រព័ន្ធដំណក់ទឹកគឺយើងចំណេញពេលវេលានៅក្នុងការដាំដំណាំកាត់បន្ថយរំហួតហើយនឹងការហូរចេញក្រៅធ្វើឲ្យយើងប្រើប្រាស់ទឹកតិចបំផុតប្រើប្រាស់ទឹកដោយមានប្រសិទ្ធភាពងាយស្រួលនៅក្នុងការដាំបន្លែសម្រាប់ស្ត្រីនិងក្រុមគ្រួសារមានកម្លាំងពលកម្មតិចទៅតាមដីនិងទឹកដែលមានហើយមួយទៀតគឺវារក្សាសំណើមដីបានល្អកាត់បន្ថយការដុះស្មៅជួយជំរុញឫសលូតលាស់បានល្អកាត់បន្ថយសត្វល្អិតចង្រៃក្នុងទឹកនិងមេរោគផ្សិតចឹងការថែទាំគឺយើងត្រូវតែដាក់ជីបំប៉នដោយប្រើជីកំប៉ុស្តទឹកក្រោយការដាំរយៈពេល10ថ្ងៃប្រើរៀងរាល់7ថ្ងៃម្ដងកំប៉ុស្តទឹក1លីត្រលាយទឹក20លីត្រឬ1ធុងស្ពេត្រូស្រោចលើដំណាំឬលាយទឹកបង្ហូរតាមប្រព័ន្ធទ្រីបបន្ទាប់មកស្រោចទឹក1សាទៀតប្រើជីទឹកធ្វើឲ្យដីធូរល្អផ្ដល់សារធាតុចិញ្ចឹមដល់ដំណាំនិងជួយរក្សាសំណើមក្នុងដីការដាក់ជីបំប៉នដោយប្រើជីកសិកម្មគឺយើងអាចដាក់អ៊ុយរ៉េ1ខាំលាយទឹក20លីត្របំប៉នឲ្យទៀងទាត់រៀងរាល់7ថ្ងៃម្ដងបន្ទាប់ពីដាំកូនបន្លែហើយចំពោះដីខ្សាច់គឺយើងត្រូវដាក់ជីឲ្យញឹកញាប់តែក្នុងបរិមាណតិចជាងដីដែលមានល្បាយច្រើនជាងខ្សាច់ដាក់ជីហើយត្រូវតែស្រោចទឹកជៀសវាងដាក់ជីនៅពេលថ្ងៃក្តៅរបៀបដាក់ជីក្នុងរងគ្របផ្លាស្ទិកគឺយើងអាចប្រើឈើបុកជារណ្ដៅលើរងគ្របចំបើងឬផ្លាស្ទិកជម្រៅ5សង់ទីម៉ែត្រដាក់ជីតាមរណ្ដៅដាក់ជីរាក់ល្មមឬដំណាំចាប់យកជីនោះបានចឹងការស្រោចទឹកគឺយើងអាចស្រោចទឹកនៅពេលព្រឹកបញ្ចូលទឹកទៅតាមចន្លោះរងស្រោចទឹកពេលល្ងាចដីសើមនៅពេលយប់ធ្វើឲ្យត្រសក់រលួយឬរលាកដើមស្រោចទឹកទៀងទាត់មិនត្រូវឲ្យដីស្ងួតខ្លាំងហើយកូនដំណាំត្រូវការទឹកដីសម្រាប់ជីសម្រាប់លូតលាស់ឬដើមស្លឹកផ្កាផ្លែនៅក្បែរគល់ស្ងួតមិនអាចលុញជាដុំមូលបានត្រូវស្រោចទឹកបន្ថែមនៅក្បែរគល់ត្រសក់សើមខ្លាំងមិនត្រូវដាក់ទឹកទៀតទេទឹកដក់ច្រើនពេកធ្វើឲ្យត្រសក់រលួយឬងាប់ចំពោះការចងដើមនិងការកាត់ស្លឹកគឺយើងចងដើមត្រសក់ជាប់នឹងខ្សែសំណាញ់ឬទ្រើងដើម្បីទប់ដើមឲ្យមានលំនឹងឡើងទ្រើងនៅរដូវមានខ្យល់កាត់ស្លឹកនៅជាប់នឹងដីចេញជៀសវាងការខ្ទាតដីប្រឡាក់នាំឲ្យឆ្លងជំងឺការជំរះស្មៅត្រូវធ្វើឲ្យបានស្អាតទោះបីជាគ្របរងចំបើងឬរងផ្លាស្ទិកក៏ដោយស្មៅនៅតាមចន្លោះរងឬក្នុងចម្ការគឺជាជម្រកសត្វល្អិតចង្រៃបំផ្លាញនិងភ្នាក់ងារជំងឺដល់ដំណាំទាក់ទងនឹងបច្ចេកទេសគ្រប់គ្រងក្រោយការប្រមូលផលគឺយើងនិយាយពីការប្រមូលផលវិញការប្រមូលផលទំហំផ្លែត្រសក់បេះទៅតាមតម្រូវការទីផ្សារនិងបេះផ្លែនៅពេលព្រឹកដោយប្រើកន្ត្រៃកាត់ទងត្រសក់ដែលមានទំហំល្មមបេះផ្លែដាក់ក្នុងសម្ភារៈដែលមានផ្ទៃរលោងដើម្បីជៀសវាងការកកិតឬជាំផ្លែចំណាត់ថ្នាក់គុណភាពត្រសក់ជាលេខ1លេខ2លេខ3ច្រកថង់ដែលមានបរិមាណសមស្របមានគុណភាពស្វិតទន់ថង់ត្រូវចោះរន្ធតូចៗដើម្បីឲ្យមានខ្យល់ចេញចូលកុំឲ្យក្តៅស្លោកជៀសវាងច្រកត្រសក់ច្រើនហួសបរិមាណ
ហាមប្រើសម្ភារៈគ្មានខ្យល់ចេញចូលព្រោះវាធ្វើឲ្យត្រសក់យើងខូចគុណភាព ទន់ ប្រែពណ៌លឿង និងងាយរលួយ ចាអញ្ចឹងចំពោះប្រធានបទបច្ចេកទេសដាំដំណាំត្រសក់នេះគឺសូមចប់ត្រឹមប៉ុណ្ណេះសិន ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតដែលនិយាយអំពីការការពារការថែទាំការកាត់បន្ថយសត្វល្អិតចង្រៃនិងជំងឺហើយយើងនឹងបានដឹងថាតើមានជំងឺហើយនឹងសត្វល្អិតណាខ្លះដែលវាកើតឡើងលើដំណាំត្រសក់ដើម្បីឲ្យយើងងាយស្រួលការពារនិងព្យាបាលវាហើយបើបងប្អូនមានចម្ងល់អីអាច comment សួរនៅខាងក្រោមបានអរគុណច្រើននិងសូមជម្រាបលា